តើបងប្អូនថ្ងៃនេះយើងមកធ្វើគ្រឿងការីស្ងួតម្ដងហើយគ្រឿងផ្សំរបស់យើងហ្នឹងគឺមានតែ3-4មុខទេបងប្អូនគឺមានដូចជាឈើអែមផ្កាច័ន្ទគ្រាប់ជីបន្សុយហើយនឹងអាគ្រាប់ក្រហមហ្នឹងខ្ញុំភ្លេចឈ្មោះបាត់ហើយជាភាសាខ្មែរមិនដឹងហៅស្អីទេហើយនេះគ្រឿងនេះខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នានេះហើយគ្រឿងខ្លះហ្នឹងវាម៉ត់ទៅបងប្អូនដូចជាឈើអែមហ្នឹងវាម៉ត់ហើយទៅគ្រាប់ជីវ៉ាន់ស៊ុយអីហ្នឹងវាមូនោះខ្ញុំដាក់ក្នុងចានអញ្ចឹងណាហើយអាគ្រាប់មួយទៀតអាក្រហមមកសម្រាប់គ្រឿងក្រហមហ្នឹងណានេះវាមានម៉ត់ខ្លះនិងអីអត់ម៉ត់ខ្លះអញ្ចឹងគ្រឿងហ្នឹងមានប្រហែល3-4មុខហ្នឹងយើងចាក់បញ្ចូលគ្នាមកអានេះគឺជា cinnamon ឈើអែមអានេះគ្រាប់ជីវ៉ាន់ស៊ុយពីរមុខហ្នឹងបន្ទាប់ពីហ្នឹងហើយនេះផ្កាច័ន្ទហើយនឹងជាមួយនឹងអាក្របក្រហមនេះវាមានម៉ត់នឹងអត់ម៉ត់ហ្នឹងយើងយកមកដាក់លីងបញ្ចូលគ្នាទាំងអស់មកហើយដើម្បីឲ្យវាគ្រឿងនឹងវាឈ្ងុយល្អគឺយើងត្រូវលីងអញ្ចឹងបងប្អូនហើយពេលយើងលីងហ្នឹងណាគឺយើងបើកភ្លើងតិចទេបងប្អូនយើងធ្វើបែបហ្នឹងមកយើងលីងរហូតតទៅវាឡើងឈ្ងុយហើយយើងយកទៅកិនវាទុកហើយគ្រឿងអស់ហ្នឹងណាបងប្អូនយើងអាចយកទៅធ្វើខគោក៏បានការីអីហ្នឹងក៏បានដែរនិយាយទៅខាត់ជាគ្រឿងការីប៉ុន្តែយើងអាចយកទៅធ្វើខគោបានអញ្ចឹងណាបងប្អូននេះលីងឡើងចេញផ្សែងហ្នឹងវាឈ្ងុយណាបងប្អូនឲ្យវាឡើងក្រហមជាងនឹងតិចមកហើយចាំយើងទុកឲ្យវាត្រជាក់ចាំយើងកិនវាឲ្យម៉ត់អាហ្នឹងចំពោះដែលថាយើងអត់មានគ្រឿងការីគឺយើងអាចធ្វើគ្រឿងនេះខ្លួនឯងអញ្ចឹងបានបន្ទាប់ពីហ្នឹងហើយនេះយើងចាក់ចូលក្នុងចាននឹងហើយយើងកិនវាមកយើងមានម៉ាស៊ីនកិនចឹងខ្លួនឯងគឺស្រួលបងប្អូនបែបហ្នឹងអានេះខ្ញុំទុកមកលីងហើយហ្នឹងតោះឥឡូវយើងមកកិនហើយគ្រឿងម៉ាស៊ីនរបស់ខ្ញុំហ្នឹងវាអត់ធំទេបងប្អូនវាតូចទេអញ្ចឹងគ្រឿងប៉ុណ្ណឹងខ្ញុំត្រូវដាក់កិន2-3ដងដើម្បីវាអស់ប៉ុន្តែម៉ាស៊ីនកិនហ្នឹងបងប្អូនម៉ត់ល្អណាដាក់ទៅ2-3ឆោកឲ្យម៉ត់តម្រងនេះគឺលឿនអានេះវានៅរៀងក្តៅតិចចឹងណាបងប្អូនព្រួយនេះខ្ញុំកិនបានចុចទៅ2ដងហ្នឹងបែបហ្នឹងណាអញ្ចឹងបើយើងឲ្យចង់ឲ្យម៉ត់ចឹងហ្នឹងយើងចុចម្ដងទៀតក៏បានដែរអានេះចេះទៅគ្រឿងកិនហ្នឹងលឿនហើយគ្រឿងប៉ុណ្្នឹងណាយើងអាចបងប្អូនចង់ធ្វើច្រើនក៏បានទុកវាអត់ខូចទៅណាទេបងប្អូនខ្ញុំធ្វើតែប៉ុណ្្នឹងទេព្រោះអីមិនងាយបានស្លទេយូរបានស្លម្ដងប៉ុណ្្នឹងស្លយ៉ាងច្រើន2ដង3ដងអីហ្នឹងអស់ហើយនេះយើងធ្វើបែបហ្នឹងកិនរហូតតអស់អញ្ចឹងមកនិយាយទៅគ្រឿងការីយើងលឿនធ្វើលឿនទេបងប្អូនអត់ពិបាកទេយើងមានតែគ្រឿងគុលក្រីអីរួចរាល់មកអានេះយើងដាក់ជាមួយគ្រឿងគុលក្រីអីមកពេលយើងត្រូវការធ្វើគឺរួចរាល់តែម្ដងនេះលឿនបែបហ្នឹងឥឡូវហ្នឹងយើងកិនរួចរាល់អស់ហើយនេះបានប៉ុណ្ណឹងបងប្អូនចង់ធ្វើបន្ថែមទុកនិយាយទៅវាទុកបានរាប់ខែកាន់ឆ្នាំបងប្អូនវាខូចទៅណាទេហើយខ្ញុំធ្វើឲ្យបានតែ1គីឡូទូចប៉ុណ្ណឹងទេនេះទុកទៅនេះគឺជារបៀបធ្វើគ្រឿងការីស្ងួតហើយរបៀបធ្វើហ្នឹងគឺងាយបងប្អូនឥឡូវក៏បានរួចរាល់ហើយដែរសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូរបស់ខ្ញុំហើយក៏ធ្វើទុកទាំងអស់គ្នាទៅពេលយើងមានរបស់មានគ្រឿងនេះបងប្អូនឈ្មោះវានេះខ្ញុំដាក់បង្ហាញនៅទៅហ្នឹងឯនេះសូមអរគុណបងប្អូនទាំងអស់គ្នាបាយបាយ